ទាំងនេះសុទ្ធតែជាចំណុចពិសេសរបស់ទូក Thousand Sunny ដែលជាទូករបស់ក្រុម Storehead Pirate អូខេអញ្ចឹងមុននឹងចូលអ្នកទាំងអស់គ្នាកុំភ្លេចជួយ Subscribe និង Like ទៅលើ Channel របស់ខ្ញុំម្នាក់មួយអូខេដែលកុំឲ្យខាតពេលយូរយើងទៅទស្សនាវីដេអូនេះក្នុងអតីតកាលក្រុមចៅសមុទ្រ Luffy ហ្នឹងគឺធ្លាប់បានប្រើប្រាស់ទូកមួយដែលមានឈ្មោះថា Going Merry ដើម្បីធ្វើដំណើរនៅលើផ្ទៃសមុទ្រជាមួយគ្នាជាយ៉ាងណាក៏ដោយបន្ទាប់ពីការផ្សងព្រេងជាមួយគ្នាជាច្រើន Going Merry បានខូចសើតែទាំងស្រុងហើយក៏ត្រូវបញ្ចប់ជីវិតដ៏គួរឲ្យសោកស្ដាយនៅ Eni Lobby បន្ទាប់មកក្រុមចៅសមុទ្រ Luffy ក៏ទទួលបានទូកថ្មីមួយទៀតដែលមានឈ្មោះថា Thousand Sunny ដែលបង្កើតឡើងដោយ Frankie ដែលជាសមាជិកនៅក្នុងក្រុម Storehead Pirate ជាមួយគ្នា Frankie បានយកឈើដែលមានឈ្មោះថា Adam Tree ដែលគេចាត់ទុកជាឈើដ៏រឹងមាំនិងមានតម្លៃខ្ពស់បំផុតនៅក្នុងពិភព One Piece មកធ្វើជាទូក Thousand Sunny និងធ្វើដំណើរបន្តជាមួយនឹងក្រុម Storehead Pirate នៅលើសមុទ្របន្តទៀតទូក Thousand Sunny មិនមែនជាទូកធម្មតាទេវាគឺជាទូកដែលមានបច្ចេកវិទ្យាទំនើបនិងមុខងារច្នៃប្រឌិតជាច្រើនដែលធ្វើឲ្យសមស្របសម្រាប់ការផ្សងព្រេងនៅលើមហាសមុទ្រតែយើងត្រូវដឹងពីចំណុចពិសេសរបស់ទូក Thousand Sunny តែម្ដងដោយចំណុចពិសេសដំបូងនៃទូក Thousand Sunny គឺ Mini Merry 2វាជាទូកមួយដែលតំណាងឲ្យ Mini Merry ដែរឬក៏យើងអាចហៅម្យ៉ាងទៀតថាវាជាទូកមួយដែលតំណាងឲ្យទូក Going Merry ទូកនេះគឺអាចប្រើប្រាស់សម្រាប់ការដឹកជញ្ជូនសមាជិកនៅក្នុងក្រុម Storehead Pirate ទៅកន្លែងផ្សេងៗដែលទូកធំគឺទូក Thousand Sunny នឹងបណ្ដាលចូលបានទូកនេះវាក៏ជាសមាជិកមួយនៃប្រព័ន្ធ Soldier Dock System ដែលសំខាន់បំផុតនៅក្នុងទូក Thousand Sunny ប្រព័ន្ធ Soldier Dock System គឺជាបច្ចេកវិទ្យាដ៏អស្ចារ្យមួយដែលអាចបដូរប្រភេទយានយន្តផ្សេងៗបាននៅក្រោមទូកប្រព័ន្ធនេះគឺមានសតិនិយមចំនួន5បើយើងនិយាយងាយយល់នោះគឺវាជាច្រកចេញចូលសម្រាប់យានយន្តផ្សេងៗដែល Frankie បានបង្កើតឡើងមានដូចជាវាប្រភេទឆ្នៃប្រឌិតនិងការបត់បែនសម្រាប់សមាជិកនៅក្នុងក្រុមមួកចម្បាំងជាចាំបាច់ចំណុចពិសេសបន្ទាប់នឹងគឺយុទ្ធការធំឬ Giant Anchor ដែលសមស្របទៅនឹងទំហំទូកបែបនេះវាអាចទប់ទូកដោយសុវត្ថិភាពនៅក្នុងសមុទ្រដែលមានរលកខ្លាំងឬនៅកន្លែងដែលមានភូមិច្រើនការមានយុទ្ធការដ៏ធំនេះធ្វើឲ្យ Thousand Sunny នៅក្នុងទីតាំងមួយដែលមានសុវត្ថិភាពទូកនេះគឺមានរូបខ្លាឃ្មុំមួយដែលជារូបសញ្ញាដែលសម្បូរទៅដោយបំណងច្នៃប្រឌិតឬកំណត់ច្នៃប្រឌិតនៅខាងក្នុងទូកក៏មានបន្ទប់អាហារផ្ទះបាយបន្ទប់គេងបន្ទប់ស្នាក់នៅនិងផ្ទះសម្រាប់ឈរជាការជាមួយបច្ចេកវិទ្យាទំនើបនិងគ្រប់គ្រងទំនើបក្រៅពីនេះទូក Thousand Sunny ក៏មាន Cuddy Burst ដែលជាមុខងារមួយដែលអាចធ្វើឲ្យទូកចេញពីទីតាំងមួយទៅទីតាំងមួយយ៉ាងលឿនដោយប្រើសម្ពាធខ្យល់វាសមស្របទៅនឹងការផ្លាស់ទីនៅពេលដែលមានគ្រោះថ្នាក់ឬបដូរទីតាំងយ៉ាងឆាប់រហ័សក្នុងកំឡុងពេលក្រុម Luffy ធ្វើដំណើរតាមសមុទ្រច្រើនទៅ Thousand Sunny បានបង្ហាញខ្លួនជាគំនិតនៃភាពរឹងមាំនិងជាមិត្តភក្តិដ៏ Thousand Sunny មិនមែនជាទូកធ្វើដំណើរធម្មតានោះទេវាជាទូកមួយដែលមានក្តីស្នេហាខ្ពង់ខ្ពស់សម្រាប់ក្រុមអូខេអ្នកទាំងអស់គ្នាតែនេះសុទ្ធតែជាចំណុចពិសេសរបស់ទូក Thousand Sunny នឹងគ្នាអញ្ចឹងបើអ្នកទាំងអស់គ្នាចង់បានប្រធានបទផ្សេងៗទៀតតាក់ទងអំពីរឿង One Piece អីហ្នឹងអ្នកទាំងអស់គ្នាអាច comment ខាងក្រោមបានបើអ្នកទាំងអស់គ្នាឆ្ងល់អីចឹងណាខ្ញុំនឹងធ្វើការព្យាយាមស្វែងរកនិងស្រាយចម្ងល់ឲ្យអ្នកទាំងអស់គ្នាអូខេហើយអធិស្ឋានខ្លាំងមែនតើអ្នកទាំងអស់គ្នាបើសិនជាការ record នេះវាមានសលេងពិបាកស្ដាប់ឬក៏អីចឹងណាអូខេខ្ញុំអធិស្ឋានអ្នកទាំងអស់គ្នាខ្លាំងមែនតើហ្នឹងហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាកុំភ្លេចអ្នកគ្នាចុច like subscribe ទៅលើ channel ខ្ញុំម្នាក់មួយអូខេហើយអធិស្ឋានមួយទៀតវីដេអូខ្ញុំវារៀងខ្លីៗហ្នឹងហើយអធិស្ឋានប្រហែល 2-3 វីដេអូអ្នកទាំងអស់គ្នាអធិស្ឋានខ្លាំងមែនតើអូខេហ្នឹងហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ